តើប្រភេទប្រូតេអ៊ីនសំខាន់អ្វីខ្លះដែលអាចជួយបង្កើនក្របឈាមក្រហមសម្រាប់មនុស្សចាស់ក្រៅពីបន្លែនិងផ្លែឈើប្រូតេអ៊ីនគឺជាសមាសភាគដ៏សំខាន់បំផុតក្នុងការបង្កើតក្របឈាមក្រហមព្រោះក្របឈាមក្រហមត្រូវការជាតិដែកនិងអាស៊ីតអាមីណូពីប្រូតេអ៊ីនដើម្បីបង្កើតហេម៉ូក្លូប៊ីនសម្រាប់មនុស្សចាស់ប្រភេទប្រូតេអ៊ីនដែលល្អសម្រាប់ឈាមរួមមាន 1. សាច់ក្រហមក្នុងកម្រិតសមល្មមសាច់ក្រហមគឺជាប្រភពនៃជាតិដែកប្រភេទ Heme Iron ដែលរាងកាយងាយស្រួលស្រូបយកបំផុតសាច់គោនិងសាច់ចៀមសម្បូរជាតិដែកនិងវីតាមីន B12 ថ្លើមមាន់ឬថ្លើមគោនេះគឺជាស្ដេចនៃអាហារបំប៉នឈាមព្រោះវាសម្បូរទៅដោយជាតិដែកអាស៊ីតហ្វូលិកនិងវីតាមីន B12 យ៉ាងខ្លាំងចំណាំសម្រាប់មនុស្សចាស់ដែលមានបញ្ហាកូលេស្តេរ៉ុលខ្ពស់គួរញ៉ាំថ្លើមត្រឹមតែ1ទៅ2ដងក្នុងមួយសប្តាហ៍បានហើយ 2. គ្រឿងសមុទ្រគ្រឿងសមុទ្រមិនត្រឹមតែផ្ដល់ប្រូតេអ៊ីនល្អទេតែថែមទាំងជួយដល់ការផលិតឈាមគ្រុំនិងលៀសសមុទ្រមានជាតិដែកខ្ពស់បំផុតក្នុងចំណោមអាហារសមុទ្រត្រីតើប្រភេទប្រូតេអ៊ីនសំខាន់អ្វីខ្លះដែលអាចជួយបង្កើនក្របឈាមក្រហមសម្រាប់មនុស្សចាស់ក្រៅពីបន្លែនិងផ្លែឈើប្រូតេអ៊ីនគឺជាសមាសភាគដ៏សំខាន់បំផុតក្នុងការបង្កើតក្របឈាមក្រហមព្រោះក្របឈាមក្រហមត្រូវការជាតិដែកនិងអាស៊ីតអាមីណូពីប្រូតេអ៊ីនដើម្បីបង្កើតហេម៉ូក្លូប៊ីនសម្រាប់មនុស្សចាស់ប្រភេទប្រូតេអ៊ីនដែលល្អសម្រាប់ឈាមរួមមាន 1. សាច់ក្រហមក្នុងកម្រិតសមល្មមសាច់ក្រហមគឺជាប្រភពនៃជាតិដែកប្រភេទ Heme Iron ដែលរាងកាយងាយស្រួលស្រូបយកបំផុតសាច់គោនិងសាច់ចៀមសម្បូរជាតិដែកនិងវីតាមីន B12 ថ្លើមមាន់ឬថ្លើមគោនេះគឺជាស្ដេចនៃអាហារបំប៉នឈាមព្រោះវាសម្បូរទៅដោយជាតិដែកអាស៊ីតហ្វូលិកនិងវីតាមីន B12 យ៉ាងខ្លាំងចំណាំសម្រាប់មនុស្សចាស់ដែលមានបញ្ហាកូលេស្តេរ៉ុលខ្ពស់គួរញ៉ាំថ្លើមត្រឹមតែ1ទៅ2ដងក្នុងមួយសប្តាហ៍បានហើយ 2. គ្រឿងសមុទ្រគ្រឿងសមុទ្រមិនត្រឹមតែផ្ដល់ប្រូតេអ៊ីនល្អទេតែថែមទាំងជួយដល់ការផលិតឈាមគ្រុំនិងលៀសសមុទ្រមានជាតិដែកខ្ពស់បំផុតក្នុងចំណោមអាហារសមុទ្រត្រីសាម៉ុងត្រីធូណាសម្បូរទៅដោយវីតាមីន B12 និងអាស៊ីតខ្លាញ់អូមេហ្គា3ដែលជួយដល់សុខភាពបេះដូងនិងសរសៃឈាម 3. ប្រូតេអ៊ីនពីស៊ូកនិងផលិតផលទឹកដមស៊ូកផ្នែកពណ៌លឿងសម្បូរទៅដោយជាតិដែកនិងវីតាមីនដែលជួយដល់ការលូតលាស់នៃកោសិកាឈាមទឹកដមនិងយ៉ាអ៊ូទោះបីជាវាមានជាតិដែកតិចប៉ុន្តែវាសម្បូរទៅដោយវីតាមីន B12 ដែលចាំបាច់បំផុតដើម្បីការពារជំងឺស្លែកស្លាំងចំពោះមនុស្សចាស់ 4. ប្រូតេអ៊ីនពីរុក្ខជាតិសម្រាប់អ្នកមិនសូវញ៉ាំសាច់សម្រាប់មនុស្សចាស់ដែលចង់ជៀសវាងសាច់ក្រហមអាចទទួលបានជាតិដែកពីសណ្តែកសៀងនិងតៅហ៊ូជាប្រភពប្រូតេអ៊ីនដ៏ល្អនិងមានជាតិដែកខ្ពស់សណ្តែកបាយនិងសណ្តែកក្រហមសម្បូរទាំងជាតិដែកនិងអាស៊ីតហ្វូលិកអំបិលទាចាំបាច់ដោយសារមនុស្សចាស់អាចមានបញ្ហាប្រព័ន្ធរំលាយអាហារការចម្អិនសាច់គួរតែធ្វើឲ្យទន់ឬផុយខ្លាំងដើម្បីឲ្យគាត់ងាយស្រួលទំពានិងជួយឲ្យក្រពះស្រូបយកសារធាតុចិញ្ចឹមបានពេញលេញដំបូន្មានបន្ថែមដោយសារមនុស្សចាស់អាចមានបញ្ហាប្រព័ន្ធរំលាយអាហារការចម្អិនសាច់គួរតែធ្វើឲ្យទន់ឬផុយខ្លាំងដើម្បីឲ្យគាត់ងាយស្រួលទំពានិងជួយឲ្យក្រពះស្រូបយកសារធាតុចិញ្ចឹមបានពេញលេញតារាងមុខម្ហូបបំប៉នឈាមប្រចាំសប្តាហ៍ថ្ងៃច័ន្ទអាហារពេលព្រឹកបបរគ្រឿងសាច់ជ្រូកចិញ្ច្រាំដាក់ស្លឹកបន្លែបៃតងអាហារពេលថ្ងៃត្រង់បាយសឆាថ្លាវមាន់ជាមួយខ្ញីនិងស៊ុបខាត់ណាឃីវអាហារពេលល្ងាចបាយសត្រីចំហុយស៊ីអ៊ីវនិងផ្លាទទឹមថ្ងៃអង្គារអាហារពេលព្រឹកស៊ូកស្ងោរស្វែន2គ្រាប់និងទឹកក្រូចច្របាច់អាហារពេលថ្ងៃត្រង់បាយសស៊ុបម្រះសាច់ជ្រូកឆាស្ពៃពុយឡែងអាហារពេលល្ងាចបាយសត្រីអាំងនិងផ្លែទៀកទុំថ្ងៃពុធអាហារពេលព្រឹកនំប៉័ងជ្រលក់ស៊ុបសណ្តែកក្រហមអាហារពេលថ្ងៃត្រង់បាយសស្ងោរជ្រក់សាច់មាន់និងឆាគ្រឿងសមុទ្រលៀសឬគ្រុំអាហារពេលល្ងាចបាយសតៅហ៊ូចំហុយសាច់ជ្រូកចិញ្ច្រាំនិងថែមបន្លែបៃតងថ្ងៃប្រហុតអាហារពេលព្រឹកបបរត្រីនិងបន្ថែមខ្ញីនិងស្លឹកខ្ទឹមអាហារពេលថ្ងៃត្រង់បាយសសាច់គោឆាឡុកឡាក់និងស៊ុបល្ពៅអាហារពេលល្ងាចបាយសត្រីខកំប៉ុងដែលមានជាតិដែកខ្ពស់និងបន្លែស្ងោរថ្ងៃសុក្រអាហារពេលព្រឹកយ៉ាអ៊ូដាក់គ្រាប់ធញ្ញជាតិនិងផ្លែឈើក្រៀម
អាហារពេលថ្ងៃត្រង់បាយសស៊ុបមើមឆៃថាវក្រហមប៊ីតរូតលាយការ៉ុតនិងសាច់មាន់អាហារពេលល្ងាចបាយសឆាសណ្ដែកបាយជាមួយស៊ូបថ្ងៃសៅរ៍អាហារពេលព្រឹកនំប៉័ងក្រាប់ធញ្ញជាតិនិងប៊ឺសណ្ដែកដីអាហារពេលថ្ងៃត្រង់បាយសឆាគ្រឿងថ្លើមគោនិងស្ងោរស្ពៃចង្កេះអាហារពេលល្ងាចបាយសត្រីសាម៉ុងអាំងឬត្រីទឹកស្វាស្ងោរថ្ងៃអាទិត្យអាហារពេលព្រឹកគុយទាវសាច់គោញ៉ាំសាច់និងទឹកស៊ុបអាហារពេលថ្ងៃត្រង់បាយសស៊ុបការីមាន់ដាក់ដំឡូងនិងការ៉ុតអាហារពេលល្ងាចបាយសស៊ូកចៀនស្លឹកបាសនិងផ្លែទំពាំងបាយជូរចំណុចសំខាន់នៃការរៀបចំ 1. ទឹកផ្លែឈើបំប៉នឈាមនៅចន្លោះពេលអាហារម៉ោង10ព្រឹកឬម៉ោង3រសៀលអ្នកអាចរៀបចំទឹកមើមឆៃថាវក្រហមប៊ីតរូតលាយការ៉ុតនិងប៉ោមឲ្យគាត់ញ៉ាំមួយកែវវានឹងជួយបង្កើនគ្រាប់ឈាមក្រហមបានលឿនបំផុត 2. ការកែសម្រួលសាច់បើគាត់មានបញ្ហាធ្មេញត្រូវចិញ្ច្រាំសាច់ឲ្យម៉ត់ឬរំងាស់ឲ្យផុយខ្លាំងដើម្បីឲ្យគាត់ងាយស្រួលទំពានិងជួយឲ្យក្រពះស្រូបយកសារធាតុចិញ្ចឹមបានពេញលេញ 3. ការញ៉ាំទឹកត្រូវឲ្យគាត់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ 1.5 ទៅ 2 លីត្រដើម្បីឲ្យឈាមរត់បានស្រួល 4. ផ្លែឈើបង្អែមក្រោយបាយរួចគួរមានផ្លែឈើដែលមានវីតាមីន C ដូចជាក្រូចផ្លែបឺឬម្នាស់បន្តិចបន្តួចដើម្បីជួយស្រូបយកជាតិដែកពីអាហារ